Salad ត្រជាក់ត្រីស៊ុបស្ពៃកូនខ្ទឹមបំពងស៊ុតតើនៅទីនេះមានស៊ុតទេធ្វើតាមនឹងសិនចុះរាងកាយនេះពិតជាគ្មានកម្លាំងតតែសោះអន្ទាក់ទន្សាយស្ទើរតែជាន់ពីលើទៅហើយចម្ងាយរវាងអន្ទាក់នីមួយគឺស្មើគ្នាហើយត្រូវបានដាក់តាមផ្លូវដែលទន្សាយព្រៃធ្វើសកម្មភាពនេះគឺមានការរៀបចំទុកជាមុននេះមិនមែនជាអ្នកថ្មីថ្មោងដាក់នោះទេទីតាំងអន្ទាក់នីមួយគឺស្ថិតនៅលើផ្លូវដែលទន្សាយធ្លាប់ដើរនេះគឺជាទឹកដីរបស់អ្នកអតីតបើជាន់ខូចទន្សាយនឹងរត់បាត់អស់ហើយជំរាបភ្នំនៅខាងលើផ្ទះចាស់នៅភ្នំខាងក្រោយនេះខ្ញុំក៏ត្រូវដើរកាត់ដែរនាងរស់នៅផ្ទះចាស់នោះមែនទេចាស់ចាប់តាំងពីម្សិលមិញមកដើរវៀងទៅខាងឆ្វេងទៅទីនោះគ្មានអន្ទាក់ទេចុះទន្សាយទាំងនោះផ្នែកដែលលក់មិនដាច់តើអាចចែកឲ្យខ្ញុំខ្លះបានទេខ្ញុំនឹងធ្វើម្ហូបឲ្យលោកភ្លក់ដើម្បីជាការដូរវិញតើយ៉ាងម៉េចដែររបស់ដែលនៅសល់គឺនៅទីនោះតើមានអំបិលទេតើមានដែកកេះទេតើមានឆ្នាំងនោះទេនាងចង់ធ្វើម្ហូបនៅលើភ្នំនេះមែនទេអីចឹងមិនបាច់ទេមិនបាច់ប្រើឆ្នាំងក៏បានចិត្តរួចរាល់ហើយសាក់ភ្លក់មើលនេះជាថ្លើមទន្សាយមែនទេប្រាកដណាស់រាល់ពេលដែលខ្ញុំបបបាញ់រួចខ្ញុំតែងតែបោះថ្លើមទន្សាយចោលបោះចោលគួរឲ្យស្ដាយណាស់វាសម្បូរជាតិដែកជួយបំពន់ឈាមបន្ទាប់ពីធ្វើរួចក្លិនឆ្អាបក៏បាត់អស់ដែរចង់សាកស៊ុបបន្តិចទេនេះចាត់ទុកជាការសងសម្រាប់អំបិលនិងឧបករណ៍បង្កាត់ភ្លើងថ្ងៃនេះចុះអាហារពេលនេះរបស់ខ្ញុំមានតម្លៃជាងមាន់ព្រៃមួយក្បាលទៅទៀតថ្ងៃស្អែកនៅមានអន្ទាក់ដែលត្រូវទៅប្រមូលទៀតស្ទើរអំបិលបន្តិចប៉ុន្តែសម្រាប់រសជាតិក្នុងសម័យនេះប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអ្នកមីងវាងនេះជាស៊ុបមាន់ជាមួយស្ពៃដែលទើបតែធ្វើរួចនៅក្តៅនៅឡើយសាក់ភ្លក់បន្តិចទៅអូហេតុអ្វីបានជាស៊ុបមាន់នេះខាប់ម្លេះតើមាន់បានមកពីណាចាប់បាននៅលើភ្នំមាន់ព្រៃមួយចានតម្លៃ2វេនបើមានទាំងក្អមគឺ3វេនចាំផឹកអស់សងក្អមឲ្យខ្ញុំវិញមកបានហើយលោកតាមកពិសាស៊ុបក្តៅមួយចានមកខ្ញុំក៏ចង់បានមួយចានដែរ